គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាក៏ដូចជាស្ដាប់នៅคลิปវីដេអូនេះជាคลิปវីដេអូថ្មីដែលខ្ញុំបាននឹងលើកឡើងនៅប្រវត្តិខ្លះរបស់ព្រះអរហន្តជាសាវករបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងសម័យពុទ្ធកាលក្តីឬក្រោយសម័យពុទ្ធកាលក្តីដែលបុព្វបុរសខ្មែរក៏ដូចជាខ្មែរយើងក៏ដូចជាប្រទេសជិតខាងដែលមានជំនឿទាក់ទងនឹងវត្ថុមង្គលតែងតែយកលោកជាទីគោរពសក្ការៈទូយ៉ាងដូចព្រះសីវលីខ្ញុំបានលើកហើយព្រះមហាកច្ចាយណៈនិងព្រះក្វាំបតិព្រះក្វាមរហូតដល់ព្រះសាវកមួយអង្គដែលព្រះអង្គបរិនិព្វានទៅប្រមាណជាពុទ្ធសករាជ218ក្នុងរជ្ជកាលព្រះបាទអសោកមហារាជគឺមានព្រះនាមថាព្រះមហាឧបគុតឬព្រះឧបគុតដែលអ្នកមានជំនឿខ្លះយកបល័យគាថារបស់លោកទៅធ្វើជាមន្តអាគមគាថាផ្សេងៗចឹងទៅចងមេចងអីណាចងខ្មោចព្រាយបិសាចអីចឹងទៅអាហ្នឹងគឺប្រវត្តិឬក៏យកទៅប្រើទៅគ្រប់អញ្ចឹងនៅក្នុងរាជព្រះបាទអសោកមហារាជគឺតាមដែលសិក្សាមកនៅក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅជាង200ឆ្នាំគឺក្នុងពុទ្ធសករាជ218នឹងឯងអញ្ចឹងជាង200ឆ្នាំគឺព្រះបាទអសោកមហារាជឬព្រះបាទធម្មសោកនឹងគឺជាស្ដេចមួយដែលគេហៅថាអំណាចផ្ដាច់ការបានសម្លាប់បងប្អូនទាំងអស់ដែលរួមផ្ទៃគឺសម្លាប់ចោលទាំងអស់មានន័យថាសំទោសមិនមែនរួមផ្ទៃទេគឺថារួមឈាមគឺសម្លាប់ចោលទុកតែម្នាក់គឺរួមផ្ទៃហើយនឹងរួមឈាមគឺព្រះបាទវីតសោកដែលក្រោយមកលោកបានបួសហើយក៏សម្រេចជាព្រះអរហន្តហ្នឹងហើយនឹងសម័យហ្នឹងហើយសម័យកាលនៃព្រះបាទធម្មសោកនេះជាសម័យកាលដែលវឹកវរពួកអាចេលហ្នឹងគឺពួកសាសនាអាចេលហ្នឹងដែលបំផ្លិចបំផ្លាញសាសនាដែលព្រះបាទវីតសោកបានបួសរហូតសម័យហ្នឹងដែលកើតរឿងរ៉ាវដែលចម្រូងចម្រាសច្រើនទាក់ទងនឹងសង្គ្រាមសាសនារហូតដល់ព្រះបាទអសោកនឹងឲ្យសម្លាប់អ្នកណាកាត់ក្បាលពួកអាចេលបានម្នាក់ឲ្យមាសហ្នឹងហើយឲ្យទ្រព្យសម្បត្តិផ្សេងចឹងទៅរហូតដល់កាត់ប្អូនខ្លួនឯងដែលលោកជាព្រះអរហន្តហើយតែពេលហ្នឹងវាកើតទូរភឹកកើតរឿងសង្គ្រាមសាសនាកើតបញ្ហាផ្សេងចលាចលលោកទុកសក់ទុកពុកចង្ការវែងអញ្ចឹងអត់ដឹងថាជាប្រសងសាវកដោយមានសក់វែងហើយចំពោះក៏ដាច់ក៏កាត់អញ្ចឹងទៅលោកក៏យកទៅថ្វាយបងឃើញក៏សន្លប់បាត់បងស្មារតីអញ្ចឹងទៅនេះខ្ញុំលើកបន្តិចទេតែខ្ញុំលើកបែបច្បាស់លាស់ហ្នឹងគឺតាក់ទងនឹងប្រវត្តិរឿងរ៉ាវរបស់ព្រះថេរៈមួយអង្គក្នុងសម័យដែលព្រះបាទធម្មសោកហ្នឹងគឺមានព្រះថេរៈគឺក្នុងសម័យហ្នឹងមានព្រះអរហន្តនៅឡើយសម័យហ្នឹងមានព្រះអរហន្តនៅឡើយអញ្ចឹងរឿងរ៉ាវនេះគឺមុននឹងលើកដល់ប្រវត្តិរឿងរ៉ាវលោកសូមលើកប្រវត្តិរឿងរ៉ាវបន្តិចនៅក្នុងសម័យហ្នឹងមាននាគមួយហ្នឹងកាឡាខ្លួនទៅជាមនុស្សទៅថ្វាយបង្គំព្រះសង្ឃអញ្ចឹងពេលហ្នឹងមានគ្រុឌមួយដែលធំក្លិននាគបានបំរុងនឹងចាប់អញ្ចឹងពេលនាគនឹងឃើញដឹងថាអន្តរាយចិត្តមកដល់ហើយគិតថាបើខ្លួននឹងញែកផែនដីមុជទៅក្រោមហ្នឹងក៏មិនតាន់ដែរអញ្ចឹងនឹងធ្វើម៉េចទេអញ្ចឹងក៏ស្រែកឲ្យភិក្ខុសង្ឃជួយភិក្ខុសង្ឃទាំងអស់ដែលគ្មានរិទ្ធលោកមិនអាចជួយបានអញ្ចឹងក៏មាននេនសាមណេរមួយអង្គហ្នឹងក៏គាត់នាគគ្រុឌចិត្តមកដល់លោកគាត់ប្រើរិទ្ធរបស់លោកឲ្យនាគហ្នឹងគ្រុឌហ្នឹងប៉ើងទៅឆ្ងាយនេះហ្នឹងរឿងរ៉ាវបន្តិចហ្នឹងដល់ក្រោយមកនេះព្រះបាទធម្មសោកលោកជ្រះថ្លានឹងបំរុងធ្វើចែកដី 84000 ចែកដីដើម្បីឧទ្ទិសចំពោះព្រះធម៌គឺ 84000 បឋមខណ្ឌពេលហ្នឹងលោករកភិក្ខុសង្ឃមួយអង្គដែលមានរិទ្ធដើម្បីនឹងអាចជួយរារាំងមេ
bốn số mía là không than paranum mình tạo sao tây than thì mùi cứ miền than cha tôm hà thì cá tạo tấn gì mía tàu star nên miền là tây than thì muối paranum mình tạo sao tây để miếng tay tao mau biết biên tay tao nè na mình ơi cần long nơi thì say được bọc luôn á cứ miếng nữa mình ơi cần long thì say ban này cứ miếng nữa ạ chẳng mía nâng tay mà biết biến cứ khai cà phê nó bây lại miên mía nâng máu cứ mình ai phơi cam bị thi thử bon ban không bờ sasana nữa ạ chẳng có riệp tròn chẳng bị khổ xoang lại ban khơi rất được bọt sam mà này nâng có ban đạp tha ôi dục sam mà này nó bây cà phê sam mà này có tọp tha bờ chỉ buộc nhom bờ cả na chỉ mùi nâng bị thả mỏ oang đầy phần niệm thảo bậc khôn nâng cứ lộ miền rất khăng trên nhom từ tiệt nhom nâng khom cả na nó cứ về riệp đôi cho tha nâng côn có tha bán thứ có tha riệp đôi nhưng nâng trong cái cho nhưng gì bị rất nữa lục trong này gì làm chẳng có pra bị khổ bỏ ăn ao từ niệm muôn chẳng có xu thật lại thì sana bao lâu nơi tiền á cứ lố nữ nâng than phải chung nè cứ nằm mọt cái hơi tập sật than phải chung nè bạt đá là thử cột thử ấy nâng lục say nâng lọ sơ khoa nâng chụp bùa thang chụp mùi nâng bột bò sạt nơi khang lơ thì chẳng còn niệm muôn lâu màu tới niệm muôn lố có bị lâu bánh chun bị khổ xoang bị oang tới bị khổ xoang nâng từ đó hay niệm muôn lâu hay lâu từ lọt mà vinh là thá niệm muôn tới cho trăm camera từ tam còi còn lâu nâng máu đó ô bột cốt nâng cứ vâng đời hôm nay rất là bỏ lâu một đoàn cái này không chờ đâu bị khổ xoang muốn bị khổ xoang bị oang đè niệm muôn tới muôn lâu từ thiệt chẳng có bàn chặt chay cho tới trong không cần trong bát sòng lơ và vọt lồng tích một bò đi dài tới đo lưng cà lục tôi nâng miền nâng chân pro bột cốt nâng cứ chỉ pro hòn sao vậy mi oang đây là bay là ba nhang khăng phải bằng càm mì nâng cứ trong nâng bò đi dài bằng to nơi khăn ông bột còi bò ong bay là bên pi rồi bắt đầu bay cho nam nâng đây mình miềnประกวดในขนมปัตไตใบดอกเต้ปัตไตmiềnประวัติคลาดđâyในยี่คือจะใส่โยงtừในขนมสมัยกาเราบอกประบาททำไม่สาวหนึ่งคือโลกาในขนมตะโกลเปียนนี่หรือเนี่ยลุสมัยนั้นเนี่ยลุเครื่องกระโอมในขนมกรงแมทุรากะบูนั่นคือใบดาเราบอกโลกทลอบสัญญาจะมวยเปรี้ยสาวนะเวสกะเทระทานบะเมียนโกนเพราะไอ้บูnó về lại pro bậc cốt đằng cái đấy có cao sự đây chia là hơi có từ nâng về là khuôn ấy ban son này ra hốt ban búa ban sầm rách chỉ phải hoàn ca lại cuồng trăm và xa bao lâu cứ play bị kế cứ lâu bên đây trăm và xa nơi lần than mà nuôi cứ lâu tay trăm và xa nơi không bàn sầm một từ chặt sầm một chứng rương ra đầy tệ tôn nâng mà crab mía nó cứ bị thi bon chlong nữa được trong ban bò dài vì muốn chlong presto rứ pre chạy đấy đại co sang chấm nuôn làm bay mơn buồn pon làm bay tầm qual pre ra cả thiệt hai ca riệp trầm nó cứ thật cả thóm mà riệp trầm là hốt đo bầm bơi cho nắm bầm bơi khai bầm bơi ngày mía nó cứ chia dơ đồng khan đau rất xem hay cả nặng xoang đặt trong ban gì bị kháng đauมั้งtha ban này muôn lộn màu ao chui cà phê rìa răng chẳng tới mía nâng prao rất màu plom tiên ao lót lốc prao rất plom tiên ở plư mình prao cho prao ấy từ tụp tua prao rất ẩm na cứ cà phê là không head page được không pê lưng ạ về một con nữa mình chẳng nơi không sờ máy nứng lố các bạn niệm mất một con niệm mất phơ chí sky ôi tròn nâng cả co chọc cả con nữa hãy thức than tha cứ mình ơi nè na nâng vô tranh bàn mì nâng cứ ôi sky ôi một con
ទៅដល់កន្លែងណាក៏ជួយបានរហូតទៅដល់ប្រអិនសកតិវរាជថាមានណាជួយបានទេអញ្ចឹងមានតែមានជោបាយមួយទៅសុំកម្មាទោសលោកតែលោកយកចេញទៅអញ្ចឹងក៏មកសុំកម្មាទោសលោកហើយពេលហ្នឹងព្រះឧបគុតក៏អត់តាន់ទុកចិត្តដែរព្រោះខ្លាចមេរំខានក៏បានយកវត្តពន្ធទ្រុងណាដែលចងទ្រុងគេហៅដើមទ្រុង5ហັດហ្នឹងដែលធ្លាប់និយាយថាបើកូនប្រុសដែលបួសបានបួសគឺស្មើនឹងបានពេញលក្ខណៈដើមទ្រុង5ហັດគឺវត្តពន្ធហ្នឹងចងទ្រុងហ្នឹងបងប្អូនយកទៅចងមេជាប់នឹងភ្នំរហូតកន្លងផុតពី7ថ្ងៃហ្នឹងទៅបាន7យប់7ថ្ងៃហ្នឹងទៅបានព្រះឧបគុតហ្នឹងលោកបំលែងខ្លួនមិនឲ្យមេនឹងឃើញដើម្បីទៅចង់ស្ដាប់ថាតើមេនឹងមានការនិយាយបរិយាយអ្វីផ្សេងអ្វីក៏ទៅអញ្ចឹងទៅមេនឹងក៏មានការតូចចិត្តហើយក៏បាននឹកឃើញគុណណែកន្លែងហ្នឹងបងប្អូនគុណថាអូត្រឹមជាសាវករបស់ព្រះសម្មាសម្ពុទ្ធគឺមានឫទ្ធិខ្លាំងណាស់មានឫទ្ធិអំណាចខ្លាំងអញ្ចឹងបើព្រះសម្មាសម្ពុទ្ធតើមានឫទ្ធិប៉ុណ្ណាទៅអញ្ចឹងគុណូឧបការៈរបស់ព្រះអង្គនៅពេលដែលសម័យព្រះអង្គទ្រង់គង់ជាធរមាននៅឡើយហ្នឹងគឺខ្ញុំបានទៅបៀតបៀនបានទៅផ្ចាញ់ផ្ចាលយ៉ាងណាគឺព្រះអង្គគឺមិនមាននៅការតបតសោះឡើយតែសម័យនេះសាវកគឺមិនលើកលែងចំពោះលោកគិតគឺឃើញគុណរបស់ព្រះអង្គព្រោះបើគឹងគិតទៅថាត្រឹមសាវករិទ្ធប៉ុណ្ណឹងចុះព្រះអង្គរិទ្ធប៉ុណ្ណាតែនៅពេលដែលខ្លួនឯងទៅផ្ចាញ់ទៅផ្ចាលរបស់ព្រះអង្គហ្នឹងហេតុអ្វីព្រះអង្គមិនធ្វើព្រះអង្គមានបតិមេត្តាអញ្ចឹងនឹកឃើញគុណរបស់ព្រះអង្គហ្នឹងក៏បានតាំងសេចក្តីប្រាថ្នាជាព្រះពុទ្ធនៅពេលហ្នឹងដែលព្រះឧបគុតបានដឹងហើយក៏បានបង្ហាញខ្លួនឲ្យឃើញហើយក៏បានស្រាយមេចេញពីចំណងនោះហើយក៏បានសុំកម្មាទោសមេហើយដោយមេគឺតាំងខ្លួនជាពុទ្ធភូមិបានន័យថាប្រាថ្នាឲ្យត្រាស់ជាពុទ្ធដែរក្នុងកັບឯណានីមួយអញ្ចឹងទៅក៏ឃើញមេដាក់ភរិយចោះចាញ់ហើយបានតាំងខ្លួនជាប្រាថ្នាឲ្យបានជាពុទ្ធក្នុងអនាគតហើយពេលហ្នឹងក៏សុំកម្មាទោសមេហើយក៏បានសួរដំណើររឿងរ៉ាវថាសម័យហ្នឹងគឺមេបានតន់ព្រះអង្គអញ្ចឹងក៏ចង់ឃើញមហាពលិលក្ខណៈឃើញរស្មីឃើញប្រកាយឃើញរូបព្រះអង្គតែសុំឲ្យមេហ្នឹងនិមិត្តកាយឲ្យដូចជាព្រះអង្គអញ្ចឹងទៅឲ្យមានភិក្ខុសង្ឃហែហមឲ្យបានឃើញទាំងអស់គ្នាទាំងភិក្ខុសង្ឃសម័យក្រោយនេះផងហើយឃើញព្រះរាជាផងអញ្ចឹងមេហ្នឹងក៏បានតាំងថានឹងនិមិត្តឲ្យឃើញប៉ុន្តែគឺថាបើខ្ញុំព្រះអង្គនិមិត្តហើយសុំកុំថ្វាយអង្គមខ្ញុំព្រះអង្គណែប្រាប់ភិក្ខុសង្ឃមានឧបគុតជាដើមហើយនឹងព្រះរាជាហ្នឹងថាកុំថ្វាយអង្គមខ្ញុំព្រះអង្គអញ្ចឹងក៏យល់ព្រមមេហ្នឹងក៏បាត់ពីទីហ្នឹងទៅមកផ្លេតភ្លាមគឺឃើញព្រះសម្មាសម្ពុទ្ធព្រមទាំងឆោពពនរាងសី6ប្រការឃើញពលឺចេញពីកាយមានភិក្ខុខំហោះហែហមមកព្រះឧបគុតត្រំមិនបានឃើញដោយអំណាចនៃសេចក្តីជ្រះថ្លាក៏ទន់ជង្គង់ថ្វាយបង្គំព្រះអង្គមកផ្លេតហ្នឹងមេក៏បាត់ពីទីហ្នឹងទៅក៏ប្រាប់ថាកុំថ្វាយអង្គមខ្ញុំកណាតែកុំថ្វាយអង្គមខ្ញុំកណាមិនមែនជាព្រះពុទ្ធទេក៏និមិត្តអញ្ចឹងទៅអាហ្នឹងគឺរឿងរ៉ាវហ្នឹងគឺចង់បញ្ជាក់ថាព្រះឧបគុតលោកមានឫទ្ធិខ្លាំងក្នុងការចាប់មេចងការរៀងមេហ្នឹងអន្តរាយណាក៏មកបំផ្លាញនៅពិធីផ្សេងពិធីកម្មអញ្ចឹងគឺមិនមានព្រះឧបគុតការចាប់រៀងពីពេលហ្នឹងទេឲ្យមេទទួលកំហុសឲ្យមេឃើញអំពីឫទ្ធិរបស់ព្រះសាវករហូតដល់មេនឹងឃើញគុណរបស់ព្រះអង្គហើយគឺប្រហែលជាក្នុងសម័យកាលយើងប្រហែលជាមានមកបៀតបៀនណាបងប្អូនហ្នឹងហើយអញ្ចឹងគឺចង់នឹកឃើញពីគុណរបស់លោកព្រះឧបគុតហ្នឹងអញ្ចឹងនៅក្នុងក្រោយមកក៏មានដំណើរថាព្រះឧបគុតហ្នឹងក៏តែងតែពាក់កណ្ដាលត្រៀតក្នុងសម័យពេញបរមីហ្នឹងគឺតែងតែឃើញលោកឬក្នុងរដូវវស្សានេះឲ្យតែ15កើតពេញបរមីតែងតែឃើញលោកមកបិណ្ឌបាតនៅក្នុងពេលយប់អញ្ចឹងបាននៅភូមិមេនៅឬក៏ក្នុងខាងឡានណាបងប្អូនឡានណានៅភាគខាងត្បូងប្រទេសថៃរាល់ថ្ងៃហ្នឹងគឺតែងតែមានជំនឿហើយតែងតែមានការកសាងវត្តគេហៅវត្តព្រះឧបគុតហ្នឹងដើម្បីហើយឲ្យតែ15កើតពេញបរមីតែងតែចាំដាក់បាតលោកហើយព្រោះយប់15កើតហ្នឹងគឺលោកតែនិមិត្តឃើញជាសាមណេរតូចមកបិណ្ឌបាតអញ្ចឹងគេជំនឿថានឹងជាឧបគុតព្រះឧបគុតអញ្ចឹងគេមានជំនឿតគ្នាអញ្ចឹងនៅភូមិសពថ្ងៃក៏នៅតែមានការគោរពធ្វើអញ្ចឹងការបូជាគុណរបស់លោកព្រះឧបគុតហ្នឹងគឺខាងអីខាងរិទ្ធអំណាចខាងតេជៈខាងលេបណាបងប្អូន
ខាងលេបខាងសការៈដូចគ្នាមានលេបមានតេជះហើយក្នុងសម័យក្រមុនគឺសម័យបាទជ័យរ្ម័នទី7ក៏តែងតែកសាងលោកមានក្នុងពោះរុំអញ្ចឹងទៅក្នុងផ្កាឈូកនៅក្នុងខ្យងក្នុងរូបផ្សេងភាពផ្សេងហើយក្នុងប្រទេសភូមាគឺកសាងដូចព្រះសីវលីដែរមានដាក់ប្រហោះក្នុងបាតប៉ុន្តែងាកប្រភេទឡើងលើបន្តិចនឹងគេសម្គាល់ថាជាឧបគុតដែរហើយមានផ្កាស្លឹកឈូកក្នុងអីចឹងទៅគឺការកសាងដោយរូបភាពផ្សេងដោយគេកំណត់ថាជាឧបគុតហើយក្នុងសម័យវិបាទជ័យរ្ម័នទី7ក្នុងសម័យមុនគឺតែងតែកសាងរូបលោកហើយតែងមានទាហានចេញច្បាំងគឺដើម្បីឲ្យការជួយតាក់ទងទៅនឹងរិទ្ធអំណាចបងប្អូនតាក់ទងទៅនឹងរិទ្ធអំណាចតេជះឈ្នះអមាសត្រូវហ្នឹងគឺកសាងប្រគុតហ្នឹងអញ្ចឹងបាននៅក្នុងតាមផ្ទះឬក៏មានរូបតូចដល់ថ្ងៃក៏មានដែរបងប្អូនតែខ្លះក៏ស្គាល់ទៅកសាងរូបនៅក្នុងខ្យងនៅក្នុងអីក្នុងពោះអីចេញមកក្នុងជើងពៀនអីទូចអីហ្នឹងគឺសម័យមុនគឺកសាងហ្នឹងគឺរបៀបពីលោហៈគេហៅនវធាតុគឺនវលោហៈ9មុខហ្នឹងគឺកសាងឧបគុតហ្នឹងដោយគិតថាជាដោយរិទ្ធអំណាចមានលៀបមានសការៈការបូជារបស់លោកនឹងអញ្ចឹងរហូតដល់ខ្ញុំលើកមកពីខាងដើមអញ្ចឹងថាតាក់ទងទៅនឹងការដែលមាននៅតែគិតថារាល់ថ្ងៃលោកមិនទាន់បរិនិព្វានទេគឺលោកនៅក្នុងបច្ចុប្បន្នហ្នឹងដោយសារមានរឿងតំណាងមកឲ្យតែ15កើតពេញបរមីគឺលោកតែងនិមន្តមកនិមិត្តចេញពីឋានមាត់សមុទ្រនឹងមកពីក្នុងសមុទ្រហ្នឹងគឺមកទទួលទានរបស់ពុទ្ធបរិស័ទហ្នឹងអញ្ចឹងឲ្យទៅពាក្យក្តារអាត្រិតបើឃើញភិក្ខុឃើញសាមណេរតូចគឺគិតថាជាលោកអញ្ចឹងដាក់បាតគឺសេចក្តីជ្រះថ្លាអញ្ចឹងការគោរពបូជាលោកគឺនាំឲ្យមានលៀបហើយក៏តេជះមហាអំណាចឈ្នះអមាសត្រូវអញ្ចឹងខ្ញុំលើកមកសង្ខេបប៉ុណ្ណឹងទុកជាចំណេះដឹងថ្មីដែលបងប្អូនបានមិនទាន់បានសិក្សាក៏បងប្អូនសិក្សាទៅស្ដាប់ទៅហើយខ្ញុំលើកមកក៏សឹងតែមានអំណាចនៅក្នុងគម្ពីរដោយលើកមុនយើងខ្ញុំលើកមកគឺមានគម្ពីរមានអំណាចដែលខ្ញុំផ្សារភ្ជាប់ទៅនឹងវប្បធម៌ប្រពៃណីជាងវប្បធម៌ប្រពៃណីពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមខ្មែរអញ្ចឹងយើងធ្វើអ្វីវានៅផ្សារភ្ជាប់នៅក្នុងសង្គមក្នុងខ្មែរអញ្ចឹងពុទ្ធសាសនាជំនឿបែបខ្មែរអញ្ចឹងខ្ញុំលើកប៉ុណ្ណឹងសូមបញ្ចប់នៃសេចក្តីប៉ុណ្ណឹងសូមអរគុណនិងអរគុណបងប្អូនបាទ